ត្រាហ្នឹងស្គាល់គ្នាប្រហែលឆ្នាំប្រហែលខែមួយបងណៃបង ទៅចុងខែ8បង ណៃត្រូវគាត់បោកយកគេខ្លះឡើយ និយាយទៅដឹងម្នាក់ស្រីនោះចឹងបងរស់នៅមួយគ្នាដូចប្រពន្ធចឹង ដូចប្តីប្រពន្ធ ហ្នឹងហើយប៉ុន្តែគាត់ចាក់ដែងគាត់ទៅមកក៏ហត់ មក គាត់ មក ខ្ញុំ អូនឯងផងមក ទៅម្នាក់ស្រីនោះហើយម្នាក់ស្រីនោះទេ ហើយឥឡូវមកតាមតនៅផ្ទះស្នាក់ទៀត មិនដឹកស្មានទេបងខ្ញុំដឹក តាមតនេះម្នាក់ស្រីនោះទៅណាបាត់ទេម្នាក់មួយទៀតដែលមកតាមតនៅផ្ទះស្នាក់ ខ្ញុំទៅឃើញចូល movie ប្រៃវិនម្សិលមួយថ្ងៃទេតែខ្ញុំអត់ដឹងដល់នេះ មិនហេតុថាចូល movie ហ្នឹងអ្នកផ្សេងទៀត ខ្ញុំអត់ដឹងថាអ្នកស្រីក៏មិនតែឥឡូវខ្ញុំអត់ដឹងថាអ្នកស្រីហ្នឹងនៅនឹងអត់ អូអញ្ចឹងបានថាទៀបភ្លើងបុកគ្នារហូតដល់តែ3ព្រាមហ្នឹងឥឡូវហ្នឹង ដល់តែ3ប៉ុន្តែខ្ញុំចង់អូសក្រាមនឹងមកប៉ុន្តែ ហួសចិត្តប្រុសស្អាតវោហាសាប់ល្អបកចិត្តនារី3នាក់ក្នុងពេលតែមួយចុងក្រោយត្រូវសង្សារតាមទាន់ដល់ផ្ទះសំណាក់ភ្នំពេញករណីស្នេហាត្រីកោណ4ជ្រុងមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅមុខផ្ទះសំណាក់មួយកន្លែងក្នុងរាជធានីភ្នំពេញហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីនារីរងគ្រោះ2នាក់ដែលត្រូវជាសង្សាររបស់បុរសតែមួយបានសហការគ្នាដាក់ GPS តាមដានម៉ូតូរហូតតាមទាន់ជាក់ស្ដែងឃើញសង្សាររបស់ខ្លួនកំពុងសោយសុខជាមួយនារីទី3ក្នុងបន្ទប់បុរសដែលជាតួឯកក្នុងរឿងនេះត្រូវបានគេស្គាល់ឈ្មោះថាត្រាជាមនុស្សពូកែខាងប្រែវោហាស័ព្ទលងលោមយោងតាមការរៀបរាប់របស់នារីនងគ្រូទាំងពីរបានឲ្យដឹងថាបុរសរូបនេះបានប្រែល្បិចកុហកថាខ្លួននៅលីវឬបែកគ្នាជាមួយអ្នកចាស់ហើយដើម្បីឲ្យពួកគេយល់ព្រមរស់នៅជាមួយគ្នាដោយ3ប្រពន្ធមិនត្រឹមតែបកប្រាស់ផ្លូវចិត្តនិងផ្លូវកាយប៉ុណ្ណោះទេជននេះថែមទាំងបានខ្ចីលុយនិងយកម៉ូតូរបស់នារីរងគ្រោះស្ទើរបង្ចាំធ្វើឲ្យពួកគេខាត់បង់ទ្រព្យសម្បត្តិថែមទៀតផងនៅពេលតាមតនភ្លាមបុរសឈ្មោះត្រានៅតែព្យាយាមដោះសារយករួចខ្លួនដោយអះអាងថាមានបញ្ហារកម្មរកួតជាមួយអ្នកចាស់ទើបទៅរកអ្នកថ្មីទោះជាយ៉ាងណានេះជាមេរៀនដ៏ឈឺចាប់សម្រាប់នារីរងគ្រោះទាំងពីរដែលត្រូវមកជួបមុខគ្នាដោយផ្ទាល់ក្នុងស្ថានភាពបែបនេះករណីនេះជាសារដាស់តឿនដល់មិត្តនារីគួរតែសិក្សាពីប្រវត្តិនិងចរិតលក្ខណៈរបស់ដៃគូឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តដាច់ចេញបះកាយជៀសវាងខ្លាចក្នុងអលុងស្នេហ៍ប្រុសព្រាននាំឲ្យទឹកភ្នែកជូតក្បាលជង្គង់ដោយករណីនេះ